បញ្ចប់មុខតំណែងប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុស្រុកកងមាសក្រោយយកលុយពលរដ្ឋ$360រឿងកែសម្បត្តិកំណើតឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមណែនាំដល់អភិបាលស្រុកកងមាសរៀបចំបែបបទបញ្ចប់មុខតំណែងលោកហែមគឹមសៀតពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុមកជាមន្ត្រីសាលាស្រុកកងមាសដោយមិនគិតពីទោសទណ្ឌផ្សេងទៀតនេះបើតាមលិខិតដែលបណ្ដាញព័ត៌មាននៅក្នុងស្រុកទទួលបានការបញ្ចប់មុខតំណែងនេះបន្ទាប់ពីទទួលបានពាក្យបណ្ដឹងតាមបណ្ដាញសង្គមថាលោកហែមគឹមសៀតបានយកប្រាក់$360សម្រាប់ការកែតម្រូវសម្បត្តិកំណើតជូនប្រជាពលរដ្ឋឈ្មោះឆេងសុកលីរស់នៅភូមិអូពពេលឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមបន្ថែមពីនោះទៀតអភិបាលខេត្តបានណែនាំដល់រដ្ឋបាលស្រុកត្រូវតាមដានត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទីភារកិច្ចរបស់លោកហែមគឹមសៀតក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀតត្រូវមានវិធានការតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលចំណុចសំខាន់ទី3នោះគឺអភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្តនិងសេចក្តីណែនាំនានាឲ្យបានត្រឹមត្រូវទី4ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឲ្យមានប្រសិទ្ធភាពស្របតាមគោលការណ៍កំណត់គឺតាក់ទងទៅនឹងពេលវេលាហើយនឹងតម្លៃសេវាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងគាត់អាចទទួលយកបានអញ្ចឹងណាបងប្អូនចំណុចទី5ត្រូវរៀបចំកិច្ចប្រជុំនិងណែនាំដល់មន្ត្រីក្រមអាវ៉ាតឲ្យពង្រឹងតួនាទីនិងភារកិច្ចរបស់ខ្លួនជារៀងរាល់ខែទី6ក្នុងករណីមានបាតុភិបមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀតរដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់និងលិខិតបទដ្ឋានដែលបានកំណត់អាស្រ័យដោយបានជម្រាបជូនខាងលើសូមលោកអភិបាលនៃគណៈអភិបាលស្រុកកងមាសអនុវត្តការងារនេះឲ្យទទួលបានលទ្ធផលល្អប្រសើរអញ្ចឹងគឺថ្មីក្តៅតែម្ដងហើយនេះគឺជារូបភាពរបស់មន្ត្រីបម្រើសេវាសាធារណៈដែលគាត់បានធ្វើខុសទទួលលុយពីប្រជាពលរដ្ឋ$360ខ្ញុំកោតថាគាត់ហ៊ានទទួលតាមរយៈកងធនាគារដែលបាញ់ទៅឈ្មោះរបស់គាត់ណាបងប្អូនហើយប្រតិបត្តិការហ្នឹងគឺមាន2ដងលើកទី1គឺពលរដ្ឋរបស់យើងបាញ់ទៅចំនួន$250កាលពីថ្ងៃទី31ខែតុលាឆ្នាំ2024អូយូរមែនតែនបងប្អូនតាំងថ្ងៃ31ខែតុលាខែ10ឆ្នាំ2024អត់ទាន់បានឲ្យគាត់ទេណាយកលុយគាត់250ហើយសម្បត្តិកំណើតហ្នឹងកែអត់ទាន់បានទៀតដល់នេះថ្ងៃទី21ខែមីនាឆ្នាំ2025វេលាម៉ោង 1:38 នាទីរសៀលនេះក៏បាញ់ថែម$110ទៀតចប់ត្រឹមនឹងហ្មងបែកការបណ្ដោយ